ខ្ញុំបានមើលបាល់ប្រកាន់រាជជាមួយនឹងក្រុមតិចទៀតទេថ្ងៃនោះនេះប៉ុន្តែខ្ញុំអត់បានមើលពេញទេដោយសារតែយើងក៏រវល់បន្តិចដែរប៉ុន្តែថ្ងៃនោះខ្ញុំពិតជាចង់ទៅមែនតើតែច្រឡំថ្ងៃបាទច្រឡំថ្ងៃហ្នឹងច្រឡំមិនច្រឡំថងថាគេប្រាប់ថ្ងៃអាទិត្យគេប្រាប់ខ្ញុំថាគេលេងថ្ងៃអាទិត្យហើយខ្ញុំខំរៀប schedule សម្រាប់ថ្ងៃអាទិត្យតាមពិតគេលេងថ្ងៃសៅរ៍អញ្ចឹងខ្ញុំចង់លេងមែនតើបាល់ទាត់ខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ខ្លាំងមែនតើខ្ញុំមើលខាងប្រខាន់រាជហ្នឹងគាត់លេងល្អមែនតើល្អខ្លាំងណាប៉ុន្តែមានចំណុចដែលខ្វះខាតចំណុចខ្វះខាតគឺអីការបោះបាល់ធ្វើឲ្យខាតដីបាទឃើញរយៈខាងស្ដាំគាត់បោះទៅស្លាប់ស្ដាំនៅពេលដែលគាត់បោះទៅហ្នឹងគឺបោះអត់ដល់ទេបាទគាត់បោះអត់ដល់អញ្ចឹងស្លាប់ស្ដាំនោះគាត់ត្រូវរត់ចុះមកវិញបាទគាត់រត់ចុះមកវិញយកបាល់បន្ទាប់មកបានគាត់ឡើងទៅវិញអញ្ចឹងតើពេលវេលានោះវាខាតប៉ុណ្ណាណាទី1ហើយទី2អ្វីដែលសំខាន់គឺគាត់ភ័យខ្លាំងភ័យហ្នឹងភ័យអាម៉េចនៅពេលដែលគាត់សុទ្ធបាទបាល់មិនត្រូវតែផ្លាស់ទៅគូបាល់មិនត្រូវតតគូសិចបាល់មិនគាត់ចេះលេងគាត់ដឹងហើយប៉ុន្តែអ្វីដែលសំខាន់គាត់ភ័យខ្លាំងភ័យនៅពេលដែលគាត់សុទ្ធហ្នឹងនៅពេលដែលបាល់មិនតន់នឹងមិនតន់ស្រួលបួលឬមួយក៏យ៉ាងម៉េចទេណាបាទន័យថាអារម្មណ៍គាត់ពេលហ្នឹងគាត់ត្រូវដឹងថាអូខេប៉ុណ្ណឹងតត្រូវគោលដៅកុំគាត់បខំពេកសម្រាប់ឲ្យបាល់ចេញតែពីជើងបើបាល់ឲ្យចេញតែពីជើងគាត់ប្រញាប់អញ្ចឹងគឺភាគរយតិចមែនតើដែលបានចូលអញ្ចឹងគាត់ត្រូវយ៉ាងណាក៏ដោយសុខចិត្តឲ្យគេមកដណ្ដើមយកចេញក៏បានណាកុំឲ្យទាត់ខុសគោលដៅអញ្ចឹងបើត្រូវគោលដៅបានន័យថាយើងមាន 90% យើងអាចនឹងឈ្នះហើយបាទយើងអាចនឹងសុទ្ធចូលហើយដល់ពេលខ្ញុំឃើញភាគច្រើនគឺបាល់គាត់ទាត់ខុសដោយសារអីគាត់ភ័យទី3ណាទី1គាត់បោះបាល់ខាត់ដីទី2គាត់ភ័យទី3ដែលសំខាន់ជាងគេបំផុតគឺគាត់អត់ចែកឲ្យគ្នាទេបាល់អត់មានមុំមិនក៏ដោយក៏គាត់សុទ្ធដែរបាទបាល់យ៉ាងម៉េចក៏គាត់សុទ្ធដែរនៅទំនេរយើងចាក់ឡើងវិញយើងមើលណាយើងមើលឡើងវិញនៅពេលដែលបាល់ត្រូវសុទ្ធណាត្រូវបោះឲ្យគេបិទអស់ហើយគាត់នៅតែសុទ្ធអញ្ចឹងបាទអត់បោះឲ្យគ្នាទេចង់ហើយបើយើងនិយាយទៅថាគ្រប់គ្នាចង់ឈ្នះទាំងអស់គ្នាប៉ុន្តែចំណុចដែលខុសគឺចំណុចកន្លែងនឹងឯងអញ្ចឹងខ្ញុំមិនដឹងថាខ្ញុំនិយាយទៅវាប៉ះពាល់អារម្មណ៍កីឡាករអត់ទេប៉ុន្តែគាត់លេងបានល្អប៉ុន្តែគាត់ខុសតិចត្រង់ថាដោយសារតែវាគៀកមកក៏មិនដឹងណាបាទប៉ុន្តែភាគច្រើនគឺគាត់គាត់ចង់សុទ្ធខ្លួនឯងបាទគាត់ចង់សុទ្ធខ្លួនឯងគាត់បោះឲ្យគ្នាហើយបើមើលចន្លោះច្រើនណាដែលគាត់អានេះបាទខ្ញុំអត់បានទៅខ្ញុំស្ដាយមែនទែនបើខ្ញុំបានទៅប្រហែលជាថ្ងៃនេះខ្ញុំអត់និយាយរួចទេបាទខ្ញុំស្រែកឡើងឲ្យអា yes start ទៅមកព្រោះខ្ញុំធ្លាប់ទៅមើលម្ដងកាលដែលបាទខ្ញុំទៅបានមើលម្ដងលើកទី1លើកទី1ដែលខ្ញុំទៅstart មកដល់ដេជោហ្នឹងគឺខ្ញុំទៅខ្ញុំសប្បាយចិត្តមែនទែនខ្ញុំឃើញព្រោះខ្ញុំស្រឡាញ់កីឡាណាស់ហើយខ្ញុំធ្លាប់ប្រហាត់គេដែរបាទឥឡូវនេះចង់ទៅប្រហាត់ចង់អីគេដែរប៉ុន្តែអត់មានស្គាល់អ្នកណាទៅអីទេបាទហើយពីមុនខ្ញុំជាអរិយាបាទអាកូតស្ដាំមិនអាចចូលរួចទេហើយបាល់ដែលសំខាន់គឺយើងត្រូវចេះ rotate គ្នាបានន័យថាបើស្លាប់ស្ដាំឬក៏អរិយាស្ដាំឡើងទៅផុតស្លាប់ស្ដាំត្រូវចុះជួយឬមួយក៏ត្រូវយ៉ាងណាក៏ដោយថាយើងរត់យើងត្រូវ rotate គ្នាត្រូវដូរផ្លាស់គ្នាណាដូរកន្លែងគ្នាបានអញ្ចឹងបើអរិយាឬក៏ខាងណាក៏ដោយរត់ឡើងវឹងតែជាប់បាល់ជាមួយនឹងបាល់ហើយគឺម្នាក់នោះមុំខាងផ្សេងទៀតដែលយើងត្រូវប្រើជាមួយគ្នានៅគៀកគ្នាគឺត្រូវចុះមកដូរគ្នាអាហ្នឹងគឺបាល់មាំហើយបន្ទាប់មកយើងនៅជាប់ហ្នឹងយើងលេងដល់ខាងក្រោមនេះនៅទប់សិនមកបន្ទាប់មកយើងទូនាទីយើងនៅកន្លែងណាយើងរត់មកវិញភ្លាមបាទអត់មានត្រូវអីនៅឆ្ងាញ់នៅហ្នឹងទេអត់ទេត្រូវចុះមកវិញភ្លាមព្រោះការងារយើងនៅខាងនេះយើងអត់មានត្រូវទៅអង្គុយចាំចងមុខនៅហ្នឹងទេបាទហើយខ្ញុំស្ដាយពេលវេលានោះអត់បានទៅមើលខ្ញុំស្ដាយមែនតើស្ដាយខ្លាំងណាស្ដាយខ្លាំងហើយខ្មែរយើងពិតជាខ្លាំងមែនឥឡូវបាល់ទាត់ខ្លាំងណាស់ល្អណាស់បាទសូមឲ្យខ្មែរយើងល្បីល្បាញដូចគេអញ្ចឹងទៅថ្ងៃក្រោយទៀតណាអរគុណ